Assalamualaikum warahmatullahi wabarakatuh. Salam hormat tekan bapunរបស់យើងទាំងអស់គ្នាតើយើងអាចតាំងរូបថតនៅក្នុងផ្ទះរបស់យើងក៏ដូចជានៅក្នុង office របស់យើងបានដែរឬទេដែលប្រធានបទនេះមានបងប្អូនរបស់យើងគាត់បាន comment សួរហើយយើងសូមធ្វើវីដេអូដើម្បីបកស្រាយពន្យល់ក៏ដូចជាឲ្យបានអស់សេចក្តីសង្ឃឹមថាបងប្អូនរបស់យើងទាំងអស់គ្នាពេញចិត្តយើងចូលរួមតាមដានជាមួយយើងទាំងអស់គ្នាដើម្បីយើងទទួលបាននៅចំណេះដឹងមួយនេះដើម្បីយើងដឹងថានៅក្នុងក្បួនច្បាប់ Sharia អ៊ីស្លាមរបស់យើងតើត្រូវបានអនុញ្ញាតដែរឬទេសម្រាប់យើងដែលជាអ្នកអ៊ីស្លាមយើងតាំងរូបថតនៅក្នុងផ្ទះរបស់យើងក៏ដូចជានៅក្នុងកន្លែងធ្វើការរបស់យើងផងដែរមុននឹងចូលទៅនឹងប្រធានបទនេះខ្ញុំសូមលើកយកនៅប្រសាសន៍របស់នប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសល្លាមមួយនៅក្នុងរីវ៉ាយ៉ាត់ប៊ូខារីនិងមូស្លីមអានអប៊ីតាលហាអាននប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសល្លាមកាឡាឡាតដខុលលម៉ាឡាអ៊ីកាតុបៃតានហ្វីហ៊ីកលបុនវ៉ាឡាស៊ូរ៉ាតុននប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសល្លាមបានមានប្រសាសន៍ថាម៉ាឡាអ៊ីកាត់នឹងមិនចូលទៅក្នុងផ្ទះណាដែលមានតាំងរូបថតហើយនឹងមានឆ្កែនោះទេបើន័យថាផ្ទះណាដែលមានចិញ្ចឹមឆ្កែឬក៏មានតាំងរូបថតក៏ដូចជាបិទរូបថតនៅលើជញ្ជាំងនៅក្នុងផ្ទះរបស់គេម៉ាឡាអ៊ីកាត់មិនចូលទៅក្នុងផ្ទះរបស់គេនោះទេនៅក្នុងន័យនេះម៉ាឡាអ៊ីកាត់នេះគឺម៉ាឡាអ៊ីកាត់នៃក្តីមេត្តាករុណាមិនមែនម៉ាឡាអ៊ីកាត់ដែលកត់នៅទង្វើរបស់យើងនោះទេណាចំពោះម៉ាឡាអ៊ីកាត់ដែលកត់ត្រានៅអាម៉ាល់អ៊ីបាដិតរបស់យើងគឺចូលគ្រប់ផ្ទះទាំងអស់ទោះបីផ្ទះណាមានចិញ្ចឹមឆ្កែក៏ម៉ាឡាអ៊ីកាត់ដែលកត់ត្រានៅអំពើរបស់យើងនឹងគឺចូលដែរចូលដើម្បីកត់ត្រានៅអំពើបាបកម្មរបស់យើងឬក៏អ្វីផ្សេងហ្នឹងឯងចំពោះម៉ាឡាអ៊ីកាត់ដែលផ្ដល់រ៉ាហ្មាត់ដែលផ្ដល់បារកាត់គឺមិនចូលទៅក្នុងផ្ទះណាដែលមានតាំងរូបថតក៏ដូចជាចិញ្ចឹមឆ្កែនោះទេអ៊ីម៉ាមអានណាវ៉ាវីរ៉ាហ៊ីម៉ាហ៊ុលឡោះគាត់បាននិយាយថាដោយសារតែវាប្រកួតប្រជែងទៅនឹងការបង្កើតរបស់អល់ឡោះស៊ុបហានាហ៊ូវតាអាឡាក្នុងគីសារ៉ាហ្មូស្លីមហើយចំពោះរូបថតដែលដាក់តាំងនោះគឺរូបថតមនុស្សរូបថតសត្វនិងរូបថតនៃអ្នកស្លាប់តាំងរូបថតជីដូនជីតាក៏ដូចជាឪពុកម្ដាយដែលបានស្លាប់ណាយើងតាំងរូបថតនៅលើជញ្ជាំងអញ្ចឹងអត់បានទេណាសម្រាប់យើងដែលជាអ្នកអ៊ីស្លាម Sheikh Ibn Uthaymin ក៏បាននិយាយថាប្រសិនបើរូបភាពទាំងនោះគ្មានការគោរពដូចជានៅលើកម្រាលព្រំឬខ្នើយឧលាមាភាគច្រើនយល់ឃើញថាគឺអត់បញ្ហាទេបើន័យថាអនុញ្ញាតបើន័យថារូបភាពធម្មតានៅលើព្រំដែលយើងក្រាលណាក្រាលដើរក្រាលអីហ្នឹងឬក៏នៅលើខ្នើយរបស់យើងដូចជារូបផ្ការូបអីចឹងទៅណាគឺអត់បញ្ហានោះទេនៅក្នុងកន្លែងមានរូបភាពឬមានរូបបដិមាករมันអាចសាឡាតបាននោះទេនេះនៅក្នុងក្រិតក្រមច្បាប់យើងដែលជាអ្នកអ៊ីស្លាមណាឧទាហរណ៍យើងធ្វើដំណើរទៅណាមកណាទៅដល់កន្លែងមួយមានរូបបដិមាករយើងអត់អាចសម្បាសយ៉ាងនៅកន្លែងនោះបាននោះទេសម្បាសយ៉ាងកន្លែងផ្សេងឬក៏មានការតាំងរូបអីនៅពីមុខអញ្ចឹងទៅនៅលើជញ្ជាំងអីចឹងទៅរូបអីធំមួយអញ្ចឹងទៅរូបមនុស្សឬក៏រូបសត្វឬក៏រូបអ្វីផ្សេងអញ្ចឹងកន្លែងហ្នឹងយើងអត់អាចសម្បាសយ៉ាងបាននោះទេណានប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសល្លាមឲ្យយើងទៅសម្បាសយ៉ាងនៅកន្លែងផ្សេងអញ្ចឹងហុគមនៃការតាំងរូបនៅលើជញ្ជាំងគឺអត់ត្រូវបានអនុញ្ញាតទេណាឌូសាហារ៉ាមណាអញ្ចឹងមានផ្ទះរបស់បងប្អូនអ៊ីស្លាមរបស់យើងដែលខ្ញុំធ្លាប់ឆ្លងកាត់ណាខ្ញុំឃើញគាត់មានតាំងរូបគាត់ទៅប្រព័ន្ធនេះនៅលើជញ្ជាំងឬក៏តាំងរូបថតគ្រួសារទៅប្រព័ន្ធណានៃនៅលើជញ្ជាំងអញ្ចឹងទៅឬក៏តាំងរូបម្ដាយរបស់គាត់ដែលស្លាប់ហើយនៅលើជញ្ជាំងអញ្ចឹងទៅដើម្បីរំលឹកដល់គាត់កុំឲ្យភ្លេចគាត់ឬក៏អីផ្សេងៗអាហ្នឹងជារឿងរបស់គាត់តែនៅក្នុងករណីនេះគឺអត់បានទេចំពោះការតាំងនៅ shahada
បើន័យថា certificate ណាសញ្ញាបត្រណាដែលរូបថតទូចហ្នឹងអាហ្នឹងគឺអត់បញ្ហាទេណាទូចហ្នឹងឧលមាថាអត់អីទេណាគឺអនុញ្ញាតណាអញ្ចឹងសង្ឃឹមថាបងប្អូនរបស់អ្នកគ្នាបានយល់ទាំងអស់គ្នាអំពីមសាឡាមួយនេះផងដែរណាអ៊ីនសាអល់ឡោះបើសិនជាពេញចិត្តសូមជួយចែករំលែកសារមួយនេះទៅកាន់បងប្អូនរបស់ខ្ញុំផ្សេងផងដែរហើយ